បាទសូមគោរពនឹងជំរាបសួរអតិថិជនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទគង់នេះហេងពី Page Tidy Home មកហេងសូមមកធ្វើការបង្ហាញផ្ទះវិឡាដ៏ស្រស់ស្អាតស្កឹមស្កៃមួយកន្លែងដែលក្រុមការងារយើងខ្ញុំបានសាងសង់រួចរាល់ 100% ផ្ទះនេះត្រូវបានសាងសង់ឡើងក្នុងខេត្តស្ទឹងត្រែងដែលមានទំហំ 8 ម៉ែត្រ 2 គុណនឹង 15 ម៉ែត្រតែបើសិនជាយើងគិតសរុបទំហំតួផ្ទះដែលត្រូវការសាងសង់តែម្ដងគឺរហូតដល់ទៅតឹង 10 ម៉ែត្រនិងបណ្ដោយ 20 ម៉ែត្រគិតដល់រោងឡាននិងផ្ទះបាយបងប្អូនសម្រាប់ផ្ទះវិឡាមួយខ្នងនេះមានបន្ទប់គេងសរុបចំនួន4បន្ទប់ទឹកចំនួន5មានផ្ទះបាយមួយនិងបន្ទប់ទទួលភ្ញៀវកន្លែងទទួលទានអាហារធំទូលាយមែនទែនសម្រាប់ project វិឡាមួយខ្នងនេះយើងទទួលមកការសាងសង់ក្នុងតម្លៃ $90,000 ដែលមកដាច់យ៉ាងសំភារៈនិងពលកម្មម្ចាស់ផ្ទះចាំតែកាន់សោចូលនៅអញ្ចឹងកុំឲ្យខាតពេលវេលាច្រើនយើងចូលទៅខាងក្នុងទាំងអស់គ្នានៅជាន់ផ្ទាល់ដីនេះយើងបើកជាលំហទូលាយដែលរៀបចំជាបន្ទប់ទទួលភ្ញៀវកន្លែងញ៉ាំអាហារចិន្តាបន្ទប់ទឹកនៅខាងក្រោមចិន្តានិងបន្ទប់គេនៅជាន់ផ្ទះដីមួយសម្រាប់ម៉ាក់ប៉ាដែលនៅខាងឆ្វេងដៃដែលបងប្អូនកំពុងឃើញនេះយើងបានរៀបចំឡើងជាបន្ទប់ទទួលភ្ញៀវដែលមានរៀបចំជាសាឡុងនិងទូ TV ទូតាំងគ្រឿងលម្អផ្សេងហើយនៅចំពីមុខទ្វារដែលយើងបើកចូលក្នុងផ្ទះយើងបើកជាលំហសម្រាប់ឲ្យក្មេងៗនឹងការជួបជុំផ្សេងក្មេងៗក៏អាចអត់លេងបានមានសភាពទូលាយមែនទែនហើយនៅខាងក្រោយនេះជាតុទទួលទានអាហារអញ្ចឹងដោយដែលបងប្អូនកំពុងឃើញការជ្រើសរើសម៉ូដពីដានជ្រើសរើសពណ៌ផ្ទះម៉ាតេរីដែលប្រើប្រាស់ក្នុងផ្ទះដូចជាការ៉ូថ្មម៉ាបនិងបរិក្ខារផ្សេងដែលត្រូវបានដំឡើងលើផ្ទះនេះគឺមានភាពទាន់សម័យនិងមិនងាយសាំទេបងប្អូនដោយឡែកនៅខាងក្រៅតុញ៉ាំបាយនេះក៏មានផ្ទះបាយមួយផងដែរដែលមានទំហំ2 ម៉ែត្រកន្លះគុណនឹង4 ម៉ែត្រហើយនេះគឺជាតុទទួលទានអាហារហើយសូមបញ្ជាក់ប្រាប់បងប្អូនដែរថាបរិក្ខារដែលបំពាក់ដូចជាគ្រឿងសង្ហារឹមម៉ាស៊ីនត្រជាក់ការងារ interior design អានោះគឺគិតផ្សេងណាបងប្អូនតម្លៃ$90,000នេះគឺបងប្អូនទទួលបានផ្ទះមិនរាប់បញ្ចូលគ្រឿងសង្ហារឹមនិងវាំងននដែលឡាយនោះទេបងប្អូនហើយនេះជាបន្ទប់គេងនៅជាន់ផ្ទះដីសម្រាប់ម៉ាក់ប៉ាដែលខាងក្នុងនោះក៏មានបន្ទប់ទឹកនៅខាងក្នុងបន្ទប់គេងនេះផងដែរហើយនេះជាបន្ទប់ទឹកនៅខាងក្រោមចិន្តាហើយនេះគឺជាចិន្តាឡើងទៅជាន់ទី1ឥឡូវឡើងទៅជាន់ទី1ទាំងអស់គ្នាដែលចិន្តានេះយើងបំពាក់ដោយថ្មម៉ាបយើងរៀបបង្កាន់ដៃកាច់ដៃរនៀបម៉ូតផ្កានិងមានស្រោបឈើនៅលើបង្កាន់ដៃដែលបង្កភាពងាយស្រួលក្នុងការដើរឡើងនិងម៉ូតកាន់តែស្រស់ស្អាតឥឡូវមកដល់ជាន់លើនេះគឺមានបន្ទប់គេងចំនួន3ដែលបន្ទប់ដែលយើងនឹងចូលទៅនេះជាបន្ទប់គេងមេកូសានៅខាងស្ដាំដៃបន្ទប់គេងមេកូសានេះធំមែនទែនបងប្អូនយើងចូលមកមានបន្ទប់គេងខណ្ឌដោយបន្ទប់ដាក់សម្លៀកបំពាក់និងបន្ទប់ទឹកហើយនេះគឺជាបន្ទប់គេងសម្រាប់មេកូសាដែលខាងមុខនោះគឺមានទ្វារចេញទៅវេអណ្ដាខាងមុខហើយនេះគឺជាបន្ទប់សម្លៀកបំពាក់គ្រឿងសង្ហារឹមនិងតុ make up គឺមានសភាពស្រស់ស្អាតមែនទែនបងប្អូនអញ្ចឹងត្រង់នេះខ្ញុំសូមបញ្ជាក់បន្តិចចុះឲ្យលោកបងប្អូនច្រឡំសម្រាប់ការងារទូការងារ interior design នេះគឺម្ចាស់ផ្ទះគាត់ថែមលុយធ្វើផ្សេងទេបងប្អូនអញ្ចឹងតម្លៃ$90,000នេះមិនរាប់បញ្ចូលការងារគ្រឿងសង្ហារឹមនេះទេអញ្ចឹងបងប្អូនអាចពិនិត្យបានយើងរៀបចំបន្ទប់បែបនេះគឺមានភាពងាយស្រួលមែនតើអានេះគឺជាក្តីសុខរបស់មនុស្សស្រីបងប្អូនឃើញទូកៅអៅស្អាតចេះតុ make up បន្ទប់គេងបែបនេះសួរថាអ្នកណាមិនប្រាថ្នាបងប្អូនទាំងយើងទាំងគេប្រាថ្នាដូចគ្នាវាមិនត្រឹមតែប៉ុណ្្នឹងទេយើងចេញមកក្រៅមានវេអណ្ដាដ៏ធំមួយទៀតបងប្អូនវេអណ្ដានៅខាងមុខផ្ទះដែលយើងអាចចេញមកស្រូបខ្យល់អាកាសបានបើសិនជា stress ពីការងារឬក៏មួយទៀតយើងអាចធ្វើជាកន្លែងជួបជុំល្ងាចឡើងជុំបងប្អូនមិត្តភ័ក្តិរបស់យើងហ្នឹងគឺបរិយាកាសគឺស្រស់ស្រាយមែនទែនបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការសាងសង់គេអាឋានក្នុងក្តីសម័យរបស់បងប្អូនអាចជ្រើសរើសសេវាកម្មពីខាងយើងខ្ញុំបានដែលយើងធានាជូននៅការ design និងការសាងសង់ប្រកបដោយទំនុកចិត្តដោយការជ្រើសរើស material មកបំពាក់លើគេអាឋានរបស់បងប្អូនគឺប្រកបដោយគុណភាពមានការពិភាក្សាគ្នាកិច្ចសន្យាត្រឹមត្រូវច្បាស់លាស់មិនបោកប្រាស់គេញវាយបងប្អូនទេដែលបងប្អូនបានដឹងស្រាប់ហើយថាមួយរយៈចុងក្រោយនេះលុយគឺពិបាករកមែនតើអញ្ចឹងការជ្រើសរើសក្រុមម៉ាការសំដង់វាជាផ្នែកមួយដ៏សំខាន់អញ្ចឹងបើសិនជាបងប្អូនជ្រើសរើសសេវាកម្មម៉ាការសាងសង់ពីខាងយើងខ្ញុំសូមធានាជូននៅទំនុកចិត្តសោភ័ណភាពនិងគុណភាពជូនបងប្អូន 100% តែម្ដងឥឡូវនេះខ្ញុំនឹងនាំបងប្អូនទៅមើលបន្ទប់គេង2ទៀតនៅខាងក្រោយបងប្អូនដែលបន្ទប់គេងនីមួយៗមានទំហំប្រហាក់ប្រហែលគ្នាទេបន្ទប់គេងនៅខាងក្រោយចិន្តានេះមានទំហំ4 ម៉ែត្រគុណនឹង4 ម៉ែត្រហើយនៅខាងនេះ4 ម៉ែត្រគុណ4 ម៉ែត្រដូចគ្នាតែមួយនេះរៀងទូលាយជាងដោយសារយើងយកផ្ទៃដែលជាប់ចិន្តាខាងមុខមកធ្វើជាបន្ទប់ទឹកអញ្ចឹងវាមានសភាពធំជាងបន្ទប់នៅខាងក្រោយចិន្តាបន្តិចបងប្អូន
ហើយបន្ទប់នីមួយៗសុទ្ធតែមានបន្ទប់ទឹកនៅខាងក្នុងអញ្ចឹងបើបងប្អូនមានបត្រាបត្រីឬក៏មានភ្ញៀវមកលេងផ្ទះសាច់ញាតិបងប្អូនអីអាចទទួលភ្ញៀវបានឲ្យប្រកបស្នាក់នៅបន្ទប់ពីរនេះបានបងប្អូនគឺអាចប្រើប្រាស់បានសមរម្យមែនតើបន្ទប់ទឹកមានទំហំ 1.2 ម៉ែត្រគុណនឹង 2.8 ម៉ែត្រហើយបន្ទប់មួយនេះទំហំ 4 ម៉ែត្រគុណនឹង 4 ម៉ែត្រដែលមានបន្ទប់ទឹកនៅខាងក្នុងហើយការរៀបចំម៉ូដពីដានម៉ូដភ្លើងវាំងននពណ៌ផ្ទះស័ក្តិសមស្អាតមែនតើអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយនេះខ្ញុំបាទសូមអរគុណមែនតើបងប្រុសបងស្រីម្ចាស់ផ្ទះដែលបានជ្រើសរើសសេវាកម្មពីខាងយើងខ្ញុំហើយក៏សូមជូនពរដល់បងប្អូនទាំងអស់គ្នាឆាប់សម្រេចនៅគោលដៅគេអាឋានបងប្អូននៅក្នុងឆ្នាំថ្មីនេះផងដែរបាទខ្ញុំបាទគង់លីហេងពីពេជ្រ Thai The Home by ហេងសូមអរគុណសូមជម្រាបលា